ថ្ងៃនេះផងដែរខ្ញុំរួមទាំងក្រុមការងារចុះមកសិក្សាប្លង់ដើម្បីធ្វើការរៀបចំប្រព័ន្ធស្រោចស្រពទៅលើដំណាំទុរេនមង្ឃុតនិងសាវម៉ាវក្នុងនេះដែរទំហំដីដែលយើងបានចុះមកសិក្សានេះគឺចំនួន7ហិកតាប្រព័ន្ធគាត់ចាស់មានស្រាប់ហើយដោយសារតែការដំណើរការស្រោចស្រពមិនបានល្អទើបភ្ញៀវគាត់សម្រាប់ចិត្តជ្រើសរើសសេវាកម្មពីក្រុមហ៊ុន Gen Irrigation ចុះមករៀបចំនិងសិក្សាឡើងវិញដើម្បីប្រកាសថាប្រព័ន្ធស្រោចស្រពរបស់គាត់ទទួលបានទឹកស្មើៗគ្នាទៅតាមដំណាំផ្សេងៗទៅតាមការចង់បានរបស់គាត់ក្នុងនេះដែរយើងបានដើរចុច GPS មកជុំហើយដែលយើងហៅថាបនរីដីហ្នឹងដែលខ្មែរយើងហៅថាព្រំដីនៅមន្តនការទៀតយើងដើរចុចឬក៏ដើររកដំណាំនៅក្នុងដីផ្ទាល់ដើម្បីជាក់លាក់ចំនួនដើម្បីយើងយកទៅ design មានការសមចៃប្រព័ន្ធទឹកបរិមាណទឹកសមចៃថវិកាផ្សេងៗនិងចំណេញពេលវេលាក្នុងការស្រោចស្រពទៅតាមប្លុកនីមួយៗដែលក្នុងនោះប្រព័ន្ធស្រោចស្រពរបស់យើងចែកជាប្លុកស្មើៗគ្នាគ្រប់បាននីមួយៗទៅតាមជាក់ស្ដែងប្រព័ន្ធចាស់របស់គាត់ពិបាកក្នុងការដើរដាក់ជីតាមគល់ហើយចេះខ្ជាយទឹកគាត់ថាបើកមកទឹកហៀហូអញ្ចឹងធ្វើឲ្យការដាក់ជីរបស់គាត់តាមទឹកធ្វើឲ្យបាត់បង់ជីច្រើនចេះខ្ជាយចំណាយពេលវេលាថវិកាផ្សេងៗសម្រាប់ការរៀបចំពីក្រុមហ៊ុន Gen Irrigation នេះគឺធ្វើឲ្យម្ចាស់ការចំណេញច្រើនចំណេញថវិកាសំចៃទឹកចំណេញពេលវេលាក្នុងការស្រោចស្រពចំណេញពលកម្មតាក់ទងជាមួយជីគឺទទួលបានស្មើៗគ្នាទៅតាមដើមនីមួយៗមិនថាទុរេនមិនថាមង្ឃុតមិនថាសាវម៉ាវរបស់គាត់ទេការចុះសិក្សានេះដែរគឺយើងមកដើម្បីទទួលបានទិន្នន័យទី1យើងចុច GPS ទៅតាមព្រំដីទី2យើងពិនិត្យមើលប្រភពទឹកថាប្រភពទឹកហ្នឹងគាត់អាចប្រើប្រាស់គ្រាន់អត់គ្រប់គ្រាន់អត់សម្រាប់ដំណាំគាត់ប៉ុណ្ណឹងទំហំដីគាត់ប៉ុណ្ណឹងអញ្ចឹងបើសិនជាអត់គ្រប់ទេក្រុមហ៊ុន Gen Irrigation គឺប្រឹក្សាយោបល់ថាគួរតែជីកស្រះបន្ថែមប៉ុណ្ណាដើម្បីឲ្យគ្រប់គ្រាន់ហើយប្រភពភ្លើងប្រភពអីផ្សេងៗដោយសារតែនៅវាលជីប្រភពភ្លើងมันមានភ្លើងរ៉តចូលមកដល់អាចយើងប្រើជាប្រភេទ solar មែនតើទៅពួកខ្ញុំបានដើរពិនិត្យមើលយកទិន្នន័យទាំងអស់ដើម្បីយកមកសិក្សា design ដើម្បីឲ្យត្រូវទៅតាម concept ដែលយើងចង់បានបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់រៀបចំប្រព័ន្ធស្រោចស្រពបងប្អូនអាចតាក់ទងមកលេខទូរស័ព្ទខាងលើឬក៏ Telegram ដែលបានដាក់ link នៅខាងលើបាទអរគុណ